នៅក្នុងភូមិតូចមួយនៅជ័យព្រៃធំមានរឿងចម្លែកកើតឡើងជាបន្តបន្ទាប់ពេលយប់មកដល់មនុស្សក្នុងភូមិតែងស្ដាប់ឮសំឡេងខ្លាត្អូញត្អែពីទីឆ្ងាយប៉ុន្តែលុះព្រឹកឡើងគឺគ្មានសញ្ញាខ្លាណាមួយបានបន្សល់ដានជើងនៅក្នុងភូមិនោះឡើយប៉ុន្តែថ្ងៃមួយមានបុរសម្នាក់ឈ្មោះវិរៈជាអ្នកប្រមាញ់ដ៏ចាស់បោសាម្នាក់គាត់មិនជឿថាវាជាខ្លាធម្មតាទេគាត់បានសង្ស័យថាវាគឺជាខ្លាដែលអាចកំបាំងនៅក្នុងភូមិនេះថ្ងៃមួយមាននារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះសូភាមករស់នៅភូមិនេះនាងមានសម្រស់ទាក់ទាញនិងស្អាតហើយមនុស្សទាំងអស់ចូលចិត្តនាងខ្លាំងណាស់តែរឿងចម្លែកមួយនាងមិនដែលចេញមកក្រៅនៅពេលថ្ងៃលិចទេវិរៈចាប់ផ្ដើមតាមដាននាងនៅយប់មួយស្របពេលប្រច័ណ្ឌពេញវងគាត់បានលាក់ខ្លួននៅជិតផ្ទះនាងពេលអត្រាតចូលមកដល់នាងសុភាបើកទ្វារយឺតភ្លាមនោះភ្នែកនាងក៏ប្រែជាមានពណ៌លឿងហើយរាងកាយនាងចាប់ផ្ដើមផ្លាស់ប្ដូរคล้ายទៅជាខ្លាធំមួយដ៏ធំវាមិនមែនខ្លាធម្មតាទេតែវាជាព្រាយខ្លាដែលអាចបន្លំខ្លួនជាមនុស្សបានវិរៈភ័យណាស់ប៉ុន្តែគាត់មិនរត់ទៅណាទេគាត់បានដឹងថាប្រសិនបើមិនបញ្ឈប់វាទេភូមិទាំងមូលនឹងត្រូវមានគ្រោះថ្នាក់ដោយសារតែវាព្រាយខ្លាដើរចេញពីភូមិទៅក្នុងព្រៃហើយត្រឡប់មកជិតពេលភ្លឺដោយសម្លៀកបំពាក់ពេញដោយឈាមសត្វថ្ងៃបន្ទាប់មនុស្សនៅក្នុងភូមិចាប់ផ្ដើមបាត់បង់សត្វចិញ្ចឹមនិងមនុស្សម្នាចាប់ផ្ដើមស្លាប់តែគ្មានអ្នកណាសង្ស័យសុភាទេព្រោះនាងធ្វើខ្លួនដូចជាមនុស្សធម្មតាវិរៈសម្រេចចិត្តប្រឈមមុខនៅយប់បន្ទាប់គាត់យកគ្រឿងមន្តអាគមនិងកំភ្លើងចាស់វស្សារបស់គាត់ទៅចាំនៅផ្ទះនាងពេលនាងកំពុងផ្លាស់ប្ដូរប្រែคล้ายខ្លួនទៅជាសត្វខ្លាគាត់ក៏បាញ់នាងភ្លាមសំឡេងខ្លាក៏បានស្រែកទ្រហោពេញទាំងព្រៃព្រាយខ្លាប៉ះពាល់ហើយត្រឡប់ទៅជាមនុស្សវិញគឺជានាងសុភានាងសម្លឹងមកវិរៈដោយភ្នែកពោពេញដោយទុក្ខខ្ញុំមិនចង់ខ្លាចជាបែបនេះទេខ្ញុំត្រូវគេបង្ខំដោយមន្តអាគមខ្មោចនាងនិយាយស្រាលមុននឹងដួលចោះវិរៈយល់ថានាងមិនមែនជាមនុស្សអាក្រក់ប៉ុន្មានទេតែជាមនុស្សដែលត្រូវបណ្ដាសាគាត់ប្រើមន្តអាគមបំបត្តិព្រាយពីនាងពេលពន្លឺព្រះអាទិត្យរះឡើងបណ្ដាសាត្រូវបានបំបែកសុភាបានត្រឡប់មកជាមនុស្សធម្មតាប៉ុន្តែនាងអស់កម្លាំងណាស់នាងសុំទោសអ្នកភូមិនិងសន្យាថានឹងចាប់ចេញទៅឆ្ងាយដើម្បីចាប់ផ្ដើមជីវិតថ្មីចាប់តាំងពីថ្ងៃនោះមកសំឡេងខ្លាទ្រហោយំក៏បានបាត់ទៅតែអ្នកភូមិចាស់នៅក្នុងភូមិនេះតែងតែនិយាយថាព្រាយខ្លាមិនដែលបាត់ទៅណាទេវាគ្រាន់តែបដូរទីកន្លែងរស់នៅតែប៉ុណ្ណោះបន្ទាប់ពីសុភាចាក់ចេញពីភូមិវិរៈគិតថាអ្វីគ្រប់យ៉ាងនឹងបានបញ្ចប់ហើយភូមិនឹងវិលត្រឡប់ទៅភាពស្ងប់ស្ងាត់វិញមនុស្សអាចរស់នៅដោយភាពសុខសាន្តដូចមុនប៉ុន្តែមួយខែក្រោយមកមានព្រឹត្តិការណ៍ចម្លែកមួយក៏បានកើតឡើងម្ដងទៀតនៅភូមិជិតខាងមានមនុស្សបាត់ខ្លួននិងសត្វត្រូវគេចាប់យកទៅសម្លាប់យ៉ាងអាថ៌កំបាំងសំឡេងខ្លាក៏បានទ្រហោចេញពីព្រៃដដែលពាក្យចចាមអារាមក៏បានលេចឡើងថាព្រាយខ្លាបានត្រឡប់មកវិញហើយវិរៈមិនអាចអង្គុយស្ងៀមបានទេគាត់ដឹងថាប្រសិនបើវាជាសុភាវាមានន័យថាបណ្ដាសាមិនទាន់បានបំបែកពេញលេញទេគាត់ធ្វើដំណើរចូលព្រៃជ្រៅតាមស្នាមឈាមនិងសំឡេងរហូតទៅដល់យប់មួយគាត់ឃើញភ្លើងតូចមួយនៅក្នុងគំនរថ្មបាក់បែកនៅទីនោះគាត់ឃើញសុភាប៉ុន្តែនាងមិនដូចមុនទៀតទេភ្នែកនាងពណ៌ក្រហមហើយរាងកាយកំពុងរងទុក្ខធ្ងន់ណាស់វិរៈសូមរត់ទៅនាងស្រែកភ្លាមនោះខ្យល់ត្រជាក់ក៏បានបក់កាត់ហើយមានសំឡេងមនុស្សចាស់ម្នាក់បានលេចឡើងពីភាពងងឹតនាងជាកម្មសិទ្ធិរបស់ខ្ញុំពីក្នុងស្រមោលនោះក៏បានលេចជាមុនអាគមខំឪម្នាក់ជាអ្នកដែលបានស្រាយបណ្ដាសាសុភាឲ្យខ្លាចទៅជាព្រាយខ្លាដើម្បីប្រើនាងជាឧបករណ៍បំផ្លាញវិរៈយល់ភ្លាមថាបញ្ហាមិនមែនជាសុភាទេតែជាមុនខ្មៅនេះការប្រយុទ្ធចាប់ផ្ដើមឡើងអ្នកចេះមុនអាគមបញ្ចេញអំណាចងងឹត
ខណៈសុភាកំពុងបន្លែងជាព្រីខ្លាដោយមិនអាចគ្រប់គ្រងបានវេរៈប្រើទាំងអាវុធនិងមន្តអាគមដែលគាត់បានរៀនសូត្រនៅពេលចុងក្រោយវេរៈសម្រេចចិត្តធ្វើអ្វីមួយដ៏គ្រោះថ្នាក់គាត់បានប្រើមន្តអាគមបំបែកព្រាយដែលត្រូវបដូរជាមួយជីវិតបើខ្ញុំមិនធ្វើនាងនឹងមិនស្លាប់ជាមនុស្សទេគាត់សូត្រមន្តខណៈពន្លឺភ្លឺចេញពីដៃអំណាចប៉ះពាល់ទាំងសុភានិងអ្នកមន្តអាគមសំឡេងផ្ទុះធំមួយក៏បានឮឡើងពន្លឺបានបាត់ទៅពេលភ្លឺថ្ងៃឡើងសុភាភ្ញាក់ឡើងវិញប៉ុន្តែជាមនុស្សធម្មតាមិនមានអារម្មណ៍ថាព្រាយនៅក្នុងខ្លួននាងទេប៉ុន្តែវរៈបានបាត់ទៅហើយនៅលើដីមានតែអាវរបស់គាត់និងខ្សែមន្តអាគមដែលខូចបាក់សុភាមានទឹកភ្នែកហូរដោយស្ងៀមស្ងាត់អ្នកចេះមន្តអាគមក៏បានបុកអ្នកមន្តអាគមក៏បានបាត់បង់អំណាចហើយខ្លាយទៅជាមនុស្សធម្មតាមុននឹងរត់គេចទៅដោយភ័យខ្លាចសុភាត្រឡប់ទៅភូមិដើម្បីសុំទោសមនុស្សទាំងអស់នាងប្រាប់រឿងពិតនិងអំពីអាការលះបង់របស់វីរៈពីថ្ងៃនោះមកភូមិមិនមានសម្លេងខ្លាទ្រហោទៀតទេប៉ុន្តែមនុស្សនៅតែចងចាំឈ្មោះវីរៈជាវីរៈបរោះដែលបានលះបង់ជីវិតដើម្បីសង្គ្រោះដល់ពួកគេនៅពេលយប់សុភាតែងនិយាយនៅយប់ខ្លះសុភាតែងនិយាយថានាងនៅតែស្ដាប់ឮសំឡេងខ្យល់បក់ខ្សៅដូចជាមាននរណាម្នាក់កំពុងការពារនាងពីចម្ងាយពេលខ្លះអ្នកដែលបាត់ទៅមិនមែនបាត់ទៅរហូតនោះទេប៉ុន្តែគ្រាន់តែបដូរទីកន្លែងការពារយើងតែប៉ុណ្ណោះ